និយាយពីថាបានសឡក្តៅហុយអញ្ចឹងដឹងតែហត់បែកញើសជោគៅហ្មងជាពិសេសបានញែកម្ទេសឆ្នាហិលទៀតណារឹតតែជាតិហ្មងបងប្អូននិយាយមែនជាតិសាហាវបាយពី3ចាននេះអស់ដោយមិនដឹងខ្លួនអញ្ចឹងមកមើលទាំងអស់គ្នាមើលថាបានសឡអីបានដល់ថ្នាក់ឆ្ងាញ់ដល់លិតមកលិតកអញ្ចឹងថ្ងៃនេះគឺខ្ញុំមានសឡមកជូរស្លឹកអំពិលបងល្មៀតតែមិនដឹងថាខាងស្រុកបងប្អូនហៅសឡអីទេអញ្ចឹងបងប្អូនជួយខមមិនខាងក្រោមផងថាខាងបងប្អូនហៅសឡអីសឡនេះផងដែរគ្រឿងផ្សំវាមានតែពីរមុខទេបងប្អូនមានខ្ទឹមសហើយនឹងល្មៀតយើងបោកចូលគ្នាមកខ្ញុំដាំទឹកឲ្យរៀងក្តៅបន្តិចខ្ញុំចាប់ផ្ដើមបង់ប៊ីចេងស្ករអំបិលសឡមួយមុខនេះយើងខ្វះអីអត់បានទេបងប្អូនគឺប្រហុកយើងជ្រុំបន្តិចមកបងប្អូនបើសិនជាបងប្អូនណាអត់ចេះញ៉ាំប្រហុកបងប្អូនអាចដាក់ទឹកត្រីជំនួសបានគ្រាន់តែថាបើសិនជាយើងបានដាក់ប្រហុកទៀតទៅសឡយើងកាន់តែចាប់ជាតិកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនមកយើងញីស្លឹកគ្រៃដាក់បន្តិចមកដើម្បីកាត់ចម្អាបត្រីយើងដាក់គ្រឿងដែលយើងបុកពីមុនហ្មងយើងដាក់ចូលមកយើងទុកទឹកសឡហ្នឹងឲ្យពុះខ្លាំងបន្តិចបងប្អូនរួចចាំយើងដាក់ត្រីព្រោះបើសិនជាបងប្អូនដាក់ត្រីចូលទាំងទឹកមិនទាន់ពុះហ្នឹងក៏ធ្វើសឡយើងឆ្អាបដែរមកយើងគ្របគម្របទុកឲ្យពុះមកពុះពីរសិនសំយើងចាប់ដើមភ្លក់ខ្វះអីយើងថែមនឹងចឹងជាចុងក្រោយយើងចាប់ផ្ដើមដាក់ស្លឹកអំពិលចូលហើយនឹងម្រះព្រៅចូលឥឡូវនេះសម្លម្ជូរត្រួយអំពិលល្មៀតយើងឆ្អិនហើយ